天也不怕，只要你開心，你便笑吧，愛吧，簡單不對嗎？怎去招架？仍然這位小姐有點可怕，招式變化，誰是戰霸？不經意我便無法離開她，我開始有點牽掛，躲不開了她。小姐你最近遇上逆境嗎？無謂再望天打卦，要看得花。原來這迷魂刀，只要1秒會傾倒，講不到轉身會落得這地步。誰人套這一套，絕世武功不畏高。如若你不介意，我定能做你，能做你俘虜。មកតាមផ្លូវធ្វើដំណើរមកផ្ទះវិញទើបកូនដឹងថាកាក់ស្ពននោះបានរੂបាត់ទៅហើយនេះប្រហែលជាសញ្ញាដែលពុកចង់ប្រាប់កូនថាពុកបានយកទៅវិញហើយពុកយើងទាំងពីរនាក់មាននិស្ស័យតិចពេកពុកមិនអាចនៅរស់អប់រំកូនឲ្យដើរផ្លូវល្អគឺមានតែចង្អុលទិសដៅឲ្យកូនដើរដោយស្ងប់ស្ងាត់ប៉ុណ្ណោះកូនបានប្រឡូកក្នុងពិភពកូនរួចទៅហើយកិច្ចការដែលកូនធ្វើក៏បានធ្វើរួចហើយដែរផ្លូវពិភពកូនវែងឆ្ងាយណាស់ថ្ងៃក្រោយកូនដឹងថាកូនធ្វើយ៉ាងម៉េចហើយពុកសូមវិញ្ញាណក្ខន្ធរបស់ពុកទៅកាន់សុគតិភពចុះចាំកូនចាក់ស្រាជើងពុកមួយពេលសុំពុកជិះខ្សែផ្សាអេស៊ីយីអ្នកក្លាហានប៉ាំងអេអញ្ចឹងកុយអូម្ដាយនេះមិនអីទេត្រូវហើយគាត់មិនសិតទំនេរទេបានជាគាត់ឲ្យខ្ញុំមកជួបលោកចុះហេតុបានជាលោកមុននៅក្រៅរាជវាំងខ្ញុំរកនេះមិនឃើញលោកមិនបានដើររកខ្ញុំឯណាមិនក៏នាងដឹងនិយាយរួមខ្ញុំដឹងចុះមិនក៏នាងហ៊ានមកជួបខ្ញុំទៀតគេម្ដាយខ្ញុំប្រាប់ថាបាក់ទាំង7គឺចង់ឲ្យលោកធ្វើជាមេសម្ព័ន្ធខ្ញុំចង់មកអបអរលោកប៉ុណ្ណឹងមែនទេលោកសម្រេចចិត្តយ៉ាងម៉េចទៅហើយខ្ញុំធុញថប់ណាស់ខ្ញុំមិនតន់សម្រេចចិត្តទេចុះនៅក្នុងចិត្តរបស់លោកតើគិតយ៉ាងម៉េចដែរត្រូវហើយខ្ញុំចង់ធ្វើជាម្ចាស់សម្ព័ន្ធណាប៉ុន្តែខ្ញុំខ្លាចប្រពន្ធខ្ញុំមិនចូលចិត្តគេចង់ឲ្យខ្ញុំធ្វើជាអ្នករកស៊ីការប៉ិនខ្ញុំដឹងថាក្នុងចិត្តលោកកំពុងតែគិតអីបើតាមយោបល់ខ្ញុំទៅធ្វើទៅគេជាប្រពន្ធលោកគេអាចគ្រប់គ្រងលោកណាបើមិនចឹងទេលោកលែងគេចោលទៅប៉ុន្តែខ្ញុំជឿថាគេប្រកាសជាអាងការពិតមូលហេតុដែលខ្ញុំចូលប្រឡូកក្នុងពិភពគុណក៏ដោយសារតែប្រពន្ធខ្ញុំនេះដែរមែនទេហេតុអីទៅពីព្រោះគេគួរឲ្យធុញណាខ្ញុំមិនចង់ជួបគេរាល់ថ្ងៃទេលោកនិយាយមែនទេតែផ្ទុយទៅវិញខ្ញុំចង់ប្រឡូកក្នុងពិភពគុណជាមួយនាងខ្ញុំមិនតើនាងមិនដឹងទេខ្ញុំមានចិត្តចំពោះនាងយូរហើយស៊ីយីស៊ីយីតែលោកមានប្រពន្ធហើយណាកុំភ្លេចអសអាយ៉ាកុំរវល់នឹងគេអីនិយាយរួមខ្ញុំមិនចង់រកស៊ីទេហើយក៏មិនចង់ធ្វើជាម្ចាស់សម្ព័ន្ធដែរខ្ញុំចង់ដើរប្រឡូកក្នុងពិភពគុណជាមួយនាងទៅកន្លែងដ៏ឆ្ងាយដែលគ្មានមនុស្សនៅរស់នៅជាមួយគ្នាដោយស្ងប់ស្ងាត់រួមរស់ជាមួយគ្នាអស់មួយជីវិតតើបានទេពង្រត់គ្នាត្រូវហើយគឺពង្រត់គ្នាគឺខ្ញុំទៅសួរម្ដាយខ្ញុំសិនថាម៉េចគេចង់ឲ្យប្រពន្ធគេរត់ជាមួយគ្នាមិនមែនប្រពន្ធទេគឺស៊ីយីដូចគ្នាទេគឺមនុស្សតែម្នាក់ណាគឺខុសគ្នាខ្ញុំសួរគេថាតើគេធុញទ្រាន់ដែរទេតែគេឆ្លើយថាគេចង់នាំនាងនោះរត់ទៅឆ្ងាយនេះគឺតាំងពីមិនស្រឡាញ់គ្នារហូតដល់ស្រឡាញ់នាងជាការប្រសាត្រូវហើយនាងទៅប្រាប់គេថានាងជាសៀវយៈទៅវាបានទៅហើយងងមែនមិនបានទេ
បើខ្ញុំប្រាប់គេពីការពិនគេច្បាស់ជាយល់ថាខ្ញុំបោកប្រាស់គេណាមែនទេបើខ្ញុំប្រាប់គេថាថ្ងៃក្រោយខ្ញុំមិនធ្វើជាសេយាទៀនគេនៅតែមិនស្រឡាញ់ខ្ញុំដដែលនឹងឬក៏ក្រោយពេលដែលខ្ញុំប្រាប់គេគេនិយាយថាសុំទៅខ្ញុំកុហកនាងទេតាំងពីដើមមកខ្ញុំមិនដែលស្រឡាញ់នាងទេនោះឲ្យខ្ញុំធ្វើយ៉ាងម៉េចកុំនិយាយអញ្ចឹងរឿងអញ្ចឹងជាការគិតរបស់នាងទេមិនមែនជាការពិតឯណាសុភមង្គលពិតប្រាកដគឺស្ថិតនៅលើដៃតកូលរបស់យើងគឺទៅប្រជែងយកបើហ៊ាននិយាយគឺមានឱកាសពាក់កណ្ដាលតែបើយើងមិនហ៊ាននិយាយទេនោះសូម្បីតែបន្តិចក៏មិនមានផងដឹងទេតើទៅរួចដែរទេកុំអីកុំនិយាយល្អជាងហើយអត់បានការមែនធម្មតាឯងក្អេងក្អាងតែជាមួយខ្ញុំជាម៉ែក្មេកចំណែកប្តីឯងវិញងើអស់ហើយហ៎ចង់ឲ្យយើងគិតទៀតហ៎ណា5 6 7 8អ្នកបង11ពេជ្រសវឹងទីនេះល្មមគ្រប់11ចាស់ធីនហាំងផឹកអស់10ចានកន្លះក៏អាចផ្ដួលដំណាក់យ៉ាវអ៊ូទាំងរឹសលើកនេះឲ្យតែនាងព្រមនិយាយមួយម៉ាត់ខ្ញុំសុកគិតខាតដើមណាមកយ៉ាងច្រើនខ្ញុំផឹកអស់កន្លះចានដាច់ខាតមិនស្វឹងទេហើយកុំអីណាស់ចឹងចង់ទៅទៀតហ៎ចាត់ការបាទឆាប់សិនខ្ញុំញ៉ាំខ្លួនឯងណែយ៉ាងម៉េចទៅហើយមិនក៏ស្វឹងដល់ថ្នាក់ហ្នឹងហ៎កូនចុះសិនទេអេមិនសប្បាយចិត្តរឿងអីមិនក៏ផឹកស្រាច្រើនម្ល៉េះហ៎ខ្ញុំមានការចង់និយាយជាមួយបងនិយាយទេការពិតខ្ញុំនីងគេចង់ប្រាប់ពីសមត្ថភាពអូនគឺជាស្អីហ៎ខ្ញុំនិយាយមិនចេញទេហេតុអីក៏និយាយមិនចេញហ៎ខ្ញុំនិយាយមិនចេញទេមែនណានិយាយមិនចេញទេនិយាយមិនចេញទេបាទហើយបើនិយាយមិនចេញអូនកុំនិយាយអីហ៎ចាប់បងគ្រាអូនចូលក្នុងបន្ទប់ណាអូនគួរតែសម្រាប់បន្តិចទៅហ៎ហើយខ្មោចក៏ជាអូនព្រះក៏ជាអូនដែរបងត្រូវការតែអូនមួយទេមិនក៏ចាំបាច់ប្រើល្បិចច្រើនម្ល៉េះធ្វើនរកងាយចុះដំណាក់ស្នេហាពិបាកឆ្លងកូនលោកផឹក11ចានពេញស្វឹងហើយពាក្យមួយម៉ាត់ក៏និយាយមិនចេញសោះកូនចំផឹក11ពេញស្វឹងអាចកំចាត់ដំណាក់យ៉ាវអ៊ូចោលសួរលោកនេះទៅមើលស្នេហាជាស្អីហើយមីជួយហួរស្វឹងអត់ប្រយោជន៍សោះនិយាយស្អីតកំណាប់មែនទេត្រូវហើយបកកែមែនត្រូវការខ្ញុំសុខជីវចោះទេស្ទងឲ្យកូនលោកទៅសរសៃស្នេហាគេដាច់ហើយនៅធ្វើពុតទៀតទេអូនចង់ប្រាប់បងថាការពិតអូនគឺជាសេរីអូការពិតពេលនេះទៅព្រមនិយាយហ៎អូការពិតបងធ្វើពិតអីមិនក៏ប្រើល្បិចអញ្ចឹងពីព្រោះអូនព្រោះតែស្អីព្រោះខ្លាចបងលេងអូនមែនទេអូនឯងនេះល្ងងណាស់បងបាននិយាយហើយបើបងទទួលយកអូនបងត្រូវតែល្អចំពោះអូនបងមិនចូលចិត្តស្រីញីមិនចូលចិត្តលបែងហើយរឹតតែមិនចូលចិត្តប្រមាក់ទៀតបងដាច់ខាតមិនយកប្រពន្ធចុងទេហេតុអីក៏អូនគិតឃើញអញ្ចឹងតើហេតុអីបានជាស្រីច្បងច្បល់ម្ល៉េះអូនមិនមែនខ្លាចបងលេងអូននោះទេខ្លាចអីគឺដោយសារតែអូនស្រឡាញ់បង
ហើយអូនក៏សង្ឃឹមថាបងនឹងស្រឡាញ់អូនវិញខ្ញុំបានដេញតាមធានហើយរហូតដល់រាជធានីខ្ញុំដឹងសូមជួយអរជីវិតមហាក្សត្រមិនសំខាន់ចំពោះខ្ញុំទេសំខាន់នោះគឺសាច់ច្បងខ្ញុំពិតជានៅជាមួយធានហឹងមែនឥឡូវខ្ញុំអស់ចិត្តហើយនៅក្នុងចិត្តលោកតើនៅមានខ្ញុំទេតើលោកចិត្តទៅវិញហើយខ្ញុំចង់ទៅសាន់តុងជាស្រុកកំណើតខ្ញុំចាប់ផ្ដើមសាថ្មីនាំខ្ញុំទៅខ្ញុំរៀបការជាមួយលោកបើលោកមិននិយាយទៀតនោះខ្ញុំប្រែកន្លះហើយណាខ្ញុំយល់នាងមកណាខ្ញុំមិនត្រូវការក្រេស្នៃកំហុសក៏មិនត្រូវការមហូបកាដែរគ្រាន់តែចង់សាច់ដូនតាជាមួយលោកនៅទីនេះតើបានទេឲ្យតែនាងពេញចិត្តបានតែបដាធ្វើជាសាកសីលីស៊ីហ៊ុនខ្ញុំនេះសុំស្បត់ថាព្រមយកលេខលាហូធ្វើជាប្តីទេវតាធ្វើសាកសីលេខលាហូខ្ញុំសុំស្បត់ព្រមយកស៊ីហ៊ុនធ្វើជាប្រពន្ធស្រឡាញ់គ្នារហូតដល់ស្លាប់រៀងខ្លួននឹងសុខចិត្តល្អចំពោះនាងអស់មួយជីវិតមិនកែប្រែខ្ញុំជឿថាគង់មានថ្ងៃមួយនឹងធ្វើឲ្យលីស៊ូហ៊ុនរំភើបចិត្តផ្ដោតចិត្តមកលើខ្ញុំគង់តែមានថ្ងៃមួយនាងនឹងដឹងថាលេឡាហ៊ូខ្ញុំមិនមានជំនួយចំសៀតទេប្រាកធននេះលោកបងអត្តន័យខុសគ្នានេះមិនមែនខ្ញុំមកអួតទៀតណា
ការពិនខ្ញុំខំប្រឹងជ្រើសរើសថ្ងៃនេះយូរណាស់មកហើយបើរើសបានថ្ងៃនេះគឺជាថ្ងៃល្អបំផុតវាស័ក្តិសមនឹងការកាត់សក់ធ្វើផ្ទះធ្វើចង្ក្រានវាយឡរៀបមង្គលការចូលស្ដីដណ្ដឹងហើយនឹងរៀបចំបណ្ដាការទៀតតែស័ក្តិសមនឹងលេងដៃដៃទេគឺវាស័ក្តិសមនឹងការប្រកាសលាងដៃនៅក្នុងផ្ទិលមាសទៀតធានហឹងអើយធានហឹងតើសម្រាប់ចិត្តដកខ្លួនចេញពីពិភពគុណហើយនៅអូឥឡូវឯងប្រែកន្លះហើយហ៎មិនមែនទេខ្ញុំគ្រាន់តែចង់កែតម្រូវសម្ដីពុកក្មេងបន្តិចប៉ុណ្ណោះណែឯងថាខ្ញុំនិយាយខុសមែនទេប្រកាសជាត្រូវពីព្រោះថ្ងៃក្រោយខ្ញុំមិនមែនឈ្មោះហ្វាំងធានហឹងទៀតទេខ្ញុំត្រូវតែប្រើឈ្មោះពីមុនដែលឪពុកម្ដាយខ្ញុំដាក់ឲ្យគឺឈ្មោះហ្វាំងទើល្អឥឡូវនេះខ្ញុំធ្វើជាឈ្មោះតែបាច់ច្រើនល្អទេវតាថែរក្សាស៊ីឡុងបងលឺហើយនៅទីបំផុតកូនបងយល់ហើយចាំមិនហ្នឹងគួយទៅខ្ញុំដូចចង់ក្អួតយ៉ាងម៉េចទេវិលមុខណាចង់ក្អួតមិនមែនទេចាំមិនដឹងកូនមានផ្ទៃពោះហើយបងនិយាយថាខ្ញុំមានអីផ្ទៃពោះណាហ៎មានអីហ៎ខ្ញុំមានផ្ទៃពោះខ្ញុំមានផ្ទៃពោះកំលុតអេលោកដងមិនមែនរួមកំណត់បោកប្រាស់ខ្ញុំទេរឿងពាក់ព័ន្ធនឹងជីវិតមនុស្សខ្ញុំមិននឹងអាចលេងសើចបានទេនិយាយច្បាស់ទៅតែប៉ិតឬមិនប៉ិតខ្ញុំមើលរបត់ទេអាយ៉ានាងតាក់ទងជាមួយប្រុសណាហ៎និយាយប្រៀបផ្ដាស់ពេកហើយបាត់មកឆាប់ប្រាប់មកកូននេះជាកូនអ្នកណាជាកូនអ្នកណាអ្នកណា6ចំ8អ្នកណានឹងទី5អ្នកណាគឺខ្ញុំមកពីខ្ញុំមិនបានប្រយ័ត្នអាយ៉ាការពិតឯងតែពីរអ្នកបានសម្រេចហើយអីអើយមិនក៏ឆាប់ប្រាប់ម៉ែខំតែអស់សង្ឃឹមនាងពិតជាល្ងងមែនរឿងអីក៏ប្រាប់នាងដែរមែនទេបើឆាប់ប្រាប់ខ្ញុំមិនបាច់បារម្ភទេណែកូនភាសាកូនមានផ្ទៃពោះហើយឆាប់ចូលទៅសម្រាប់ទៅណាប៉ុន្តែខ្ញុំទៅតែភ្ញាក់តាំងអាចញ៉ាំចូលដែរទេបានចង់ញ៉ាំអីក៏បានដែរកូនបានចឹងយក11ពេញទៅបងមកជប់លេងម្ដងទៅហ្នឹងបានទេកូនស្រានឹងមានផ្ទៃពោះគេមិនឲ្យញ៉ាំទេណាចុះញ៉ាំមាត់បានដែរទេ5 6 8ជួយអូទៅតាពុកលៀងទៀតទេលៀងពុកតាខ្ញុំចិត្តមានបងប្រុសទៀតហើយនៅមិនទាន់ដឹងថាប្រុសរស័យផងស្អីក៏បានដែរល្អណាស់ចិត្តមានអូនហើយមិនក៏ពេទ្យនីសម្បាម្លេះហ្នឹងដែលដូចជាទៅដៃទៅចេះយ៉ាងម៉េចទេបើដឹងអញ្ចឹងក៏មានកូនវិញល្អជាងចាំមនុស្សតាណាបាត់អស់ហើយមិនក៏ស្ងាត់ល្អម្លេះហ្នឹងនាងជាអ្នកណាហើយចង់ធ្វើអីហ្នឹងយើងជាអគ្គមហេសីហើយចង់មករកនាងអគ្គមហេសីចង់មករកខ្ញុំធ្វើអីឃើញព្រះអគ្គមហេសីមិនថ្វាយបង្គំទៀតទេពួកលោកជាមនុស្សដូចគ្នាតាភើនខ្ញុំមកលើកនេះគឺចង់មកពឹងនាងឮថានាងមានធ្វើដៃល្អណាស់ព្រោះនាងដឹងថាខ្ញុំម្ចាស់ជាអ្នកណាអ្នកស្រីហ្វាំងកាលពីលើកមុនអ្នកស្រីបានចូលរាជវាំងការពិនខ្ញុំក៏បានឃើញពីស្នាដៃរបស់លោកស្រីដែរស្នាដៃរបស់ខ្ញុំម្ចាស់ត្រូវហើយមានថ្ងៃមួយមានស្រីបំរើម្នាក់គេចង់ចូលមកបំរើខ្ញុំវិញតែស្មានមកដល់ថាគេបែកជានាំមនុស្សយកមកធ្វើបាបខ្ញុំសោះពួកគេទាំង3នាក់ចង់បន្លំធ្វើជាខ្ញុំរួចហើយដើម្បីចាត់ការពួកគេនៅក្នុងរាជវាំងទាំងអស់ព្រះកែមហាសេងពនាមិនបាច់បារម្ភទេការពិតពួកគេទាំងអស់នោះត្រូវបានជាប់ឃុំហាញតាំងក្នុងចំណោមពួកគេគឺមានម្នាក់នោះជាប្រពន្ធដើមរបស់ធានហឹងតែគេបានទៅបាត់ហើយប្រពន្ធដើមធានហឹងប៉ុន្តែបើតាមខ្ញុំម្ចាស់ដឹងបកូនណាគឺពិតជាសពតិពនាងណាប៉ុន្តែបកូនណានៅមានអ្នកម្នាងជាច្រើនទីព្រះអង្គមិនដែលយើងមកដំណាក់យើងទេអញ្ចឹងឯងមានវិធីមួយគឺវា8ខែក្រោយមកអីចាមិនក៏មិនតន់កលទៀតហើយជុំម្លេះចាំយូរសៀកអីស្ដាប់កប់ណាមិនសមយូរដល់ហើយមកណាចាំមិនថាបងអីឲ្យជើងតិចមកណាចាប់ដល់
ជមុំ គាត់ហើយនេះ សូមជួយផងគឺជាកូនប្រុសណាកូនប្រុស អាចារ្យណាក៏ចាក់ជឿគួរតែកាត់បាត់កូនប្រុសដែរមិនមានប្រុសទេ ដូនតាតកូលហ្វាមជាទីគោរពឥឡូវជួយហួរបានកើតកូនប្រុសម្នាក់ទៀតឲ្យតកូលហ្វាមយើងហើយអរគុណដូនតាជួយថែរក្សាណែលោកដំឡងឆាប់ដាក់ឈ្មោះចៅយើងទៅ ខ្ញុំនឹកឃើញយូរគឺឈ្មោះប៉ៅអ៊ីដូចជាវត្ថុទឹក ប៉ៅអ៊ីអេដូចជាមិនល្អទេដល់ពេលធំឡើងគាត់ជាឈ្មោះក្បាលទៅរកស្រីនឹកគិតទៀតហ៎ គិតម្ដងទៀតទៅ ខ្ញុំដឹងថានាងរឿនណាស់ដូច្នេះខ្ញុំនឹកឃើញហើយណាគឺឆ្លៀសពេលរហ័សរហួនគឺលីងអ៊ី ល្អ មិនល្អទេ កុំសតឯកោកាច់ញាតទាំងឡាយស្លាប់មិនល្អទេតែម្ដង ធ្វើ ស្អីហ្នឹង លីងអ៊ីមិនមែនស្មើនឹងពីឯកោទេមិនក៏នាងគិតរឿងនេះចឹងចំបែរណានាងប្រកាន់ជោគពេកហើយមិនក៏មិនឆ្លៀសវិញសោះចឹង តែនេះជាចៅរបស់លោកគួរតែរឹកពីល្អ នាងដឹងដែរទេចាំមិនត្រឹមត្រូវទើបក្មេងវាខូចថ្ងៃក្រោយគេប្រកាសជាអាក្រក់តាមនេះ មែនហើយពុកម៉ែវាធ្ងន់ខ្លាំងណាស់ធ្ងន់ណាស់ ឆ្លាតដែរកុំជប់ណាអាចារ្យគឺមុំមីនាងណាគ្រាន់តែឈ្មោះក៏ឲ្យគិតពិបាកដែរ អ្នកតែពីកុំឲ្យឆ្លោះគ្នាមើលគ្រាន់តែដាក់ឈ្មោះចៅក៏ឆ្លោះគ្នាដែរហើយ អូសំណាងហើយតែពុកឯងឆាប់ទៅនោះបើមិនចឹងទេមិននឹងអាចស្លាប់ទៅស្លាប់អូនឹកឃើញហើយដាក់ឈ្មោះថាស៊ឺអ៊ីទៅបានទេ ហ៎ ចាំមិនដែរ ពីរោះណាកូចក្នុងតកូលបន្តគ្រប់ចំនួនល្អណាស់ដាក់ឈ្មោះចឹងល្អណាស់ពួកឯងយល់យ៉ាងម៉េច ហ្វាំងស៊ឺអ៊ី ស្អីចាគួរខ្លាចដល់អាចគ្រូអាកូនពួកយើងត្រឡប់ទៅវិញទៅទីនេះគួរខ្លាចណាស់ខ្ញុំមិនដឹងទេណាកូនឆ្កែខ្ញុំខ្លាចណាស់យកល្អយើងទៅវិញទៅបានទេ ទៅចុះចង់ទៅយើងមិនខត់ពួកឯងទេតើថ្ងៃក្រោយកុំឲ្យយើងថាបងប្រុសទៀតលឺហើយនៅ លប មុននេះគ្រាន់តែខ្យល់បន្តិចបន្តួចសោះពួកឯងភ័យដល់ម្លឹងទៅហើយថ្ងៃក្រោយមិននឹងអាចប្រឡូកក្នុងពិភពគុណបានយើងមិនអាចប្រគល់កិច្ចការឲ្យពួកឯងធ្វើសុំទៅផលលបថ្ងៃក្រោយខ្ញុំនឹងក្លាហានពួកខ្ញុំនឹងក្លាហានជាងនេះក្លាហានជាងនេះហ៎អញ្ចឹងពួកឯងហ៊ានជប់នឹងពួកគេទេ ស្អីគេ អាម៉ាត់ទាំង3នៃគ្រួសារហ្វាង អាម៉ាត់ដែរ ត្រូវអាម៉ាត់ដែលយើងស្មានថាស្លាប់តែបែរជាមិនស្លាប់ទៅវិញគ្រួសារហ្វាងនេះមើលពីក្រៅដូចជាធម្មតាជាគ្រួសារលក់កណាត់ចិញ្ចឹមជីវិតប៉ុន្តែមានតែចាស់3នាក់តាំងពីដើមមកគ្មានអ្នកណាដឹងពីប្រវត្តិពួកគេទេតែពួកគេមានឋានៈខ្ពង់ខ្ពស់ក្អេងក្អាងចេះសោយសុខគេថែមទាំងមានអ្នកបម្រើស្រី3នាក់ទៀតគឺសៀឈុនឈីវបម្រើពួកគេ សៀវដៃនេះធ្ងន់ពេកហើយពិបាករកប្តីណាស់ថ្ងៃក្រោយកុំធ្វើការធ្ងន់ពេកហើយអាហ្វូទៅធ្វើទៅប្រាប់ថានេះជាសម្ដីរបស់ខ្ញុំ អីយ៉ានាងស្គមពេកអើយខ្ញុំនឹងថានាងភ្ជាប់ពាក្យជាមួយតាសុងដែលនៅក្បែរនេះមែនទេប៉ុន្តែឪពុកតាសុងសង្ឃឹមថាបានកូនប្រសាម្នាក់ដែលពូកែបង្កើតកូននាងត្រូវតែខំញ៉ាំឲ្យបានច្រើនឲ្យថែអាយចាខ្ញុំពិតជាស្រួលខ្លួនមែនតើណា ស្អប់ណាស់មិនតែនិយាយអញ្ចឹងអត់មិនមែនទេ ពួកអាម៉ាត់ចិត្តព្រានទាំង3នាក់នេះសាហាវព្រៃផ្សៃណាស់ធ្វើបាបពួកនាងទាំង3នាក់ពួកនាងរងទុក្ខវេទនាទទួលការប្រមាថរាល់ថ្ងៃ ប៉ុន្តែពួកគេជាអាម៉ាត់មិនក៏ព្រានបែបនេះ យើងមិនដឹងថាពួកគេជាអាម៉ាត់ឬក៏យ៉ាងម៉េចទេតែខ្ញុំឮថាពួកគេធ្លាប់ចូលរាជវាំងតាមមើលប្រហែលជាពួកគេមិនមែនជាអាម៉ាត់ទេ រាជវាំង ត្រូវហើយពួកគេចូលរាជវាំងបើមិនមែនជាអាម៉ាត់ជាស្អី សំហេតុសំផល សំណាងហើយឥឡូវមានតែ3ពីមុនមាន16ហ្នឹង ត្រូវខ្លាចណាស់ 3នាក់ទៀតរៀបការរួចទៅហើយសល់3នាក់នៅទីនេះធ្វើបាបអ្នកបំរើណារឿងដែលហួសហេតុជាងគេនោះគឺថៅកែពីមុននោះគេប្រងើយកន្តើយនឹងពួកគេខ្ញុំសង្ស័យថាពួកគេនេះគឺឈួតហើយដំបូងគេជាអ្នកសម្រេចកិច្ចការធំក្នុងគ្រួសារគ្រប់កិច្ចការទាំងអស់គឺគេជាអ្នកដោះស្រាយក្រោយពេលគេបានកូនប្រសាដែលមានសមត្ថភាពម្នាក់មកគេក៏ចាប់ផ្ដើមសោយសុខស្មម្ដងថាកាន់តែសោយសុខកាន់តែឈួតប៉ុន្មានឆ្នាំនេះគេចេះតែនៅក្នុងបន្ទប់រហូតម្យ៉ាងវិញទៀតគេឧស្សាហ៍បោកបង្អួចឲ្យស្រែកនៅមិនទាន់អស់ទេ
នៅក្នុងគ្រួសារគេមានដន្លងម្នាក់ដែលមិនចេះអៀនខ្មាស់ លោកដន្លងឯង ដន្លងនៃគ្រួសារហ្វាងនេះអត់ធ្វើអ្វីទេដេកស៊ីប៉ុន្តែគេនៅមិនស្កប់ស្កល់ក៏បានធ្វើអំពើមិនគប្បីជាមួយតកែស្រីនោះខ្ញុំមិនដឹងថាគួរនិយាយយ៉ាងម៉េចទៀតទេដន្លងដែលគ្មានចិត្តធម៌មេត្តានេះឆ្លៀតពេលតកែស្រីវង្វេងស្មារតីក៏ទៅតាក់ទងជាមួយនឹងគាត់ ពួកឯងហាត់មើលគ្រួសារហ្វាងនេះពិតជាគួរឲ្យខ្លាចណាស់មែនទេ វេទនាណាស់គ្រួសារនេះអាចរកបានទៀតទេ សំណាងណាស់គ្រួសារនេះមិនទាន់អស់ក្តីសង្ឃឹមនៅក្នុងគ្រួសារដ៏គួរឲ្យខ្លាចនេះស្រាប់តែមានក្តីសង្ឃឹមចុងក្រោយផលឡើង ក្តីសង្ឃឹមចុងក្រោយសង្ឃឹមអី សង្ឃឹមអីទៅ សុំ ចេះមែន សំតោ យី ទីខ្លែងទីកំផាន អ្នកស្រីវ៉ាមានការអី ខ្ញុំចង់ទៅរកយុទ្ធឈងពេលសាមនេះត្រីខ្ញុំវាងងខ្ញុំចង់ទៅរកអ្នកលក់ត្រីនោះដើម្បីសងត្រីរួចឲ្យខ្ញុំវិញអាយ៉ា អាយ៉ាត្រីស្អីអស់ហើយមិនអាចហូបទេរកយុទ្ធធម៌ទេ ប៉ុន្តែខ្ញុំឲ្យប្រាក់គេហាញតាំងថ្ងៃពុកខ្ញុំប៉ះម្នេះ ត្រី ថ្ងៃពុកខ្ញុំប៉ះម្នេះតែលេងប៊ី ទៅលេងទៀត ខាត់ទៅលេងទៅ ខ្វះម្នាក់ ប៉ះចេងលេងប៊ីឯងល្អ ទៅទៅទៅគេ លើណាមកមកណែប្រាក់ហាញបាញ់ជើងទៅលេងទីលេងខំលេង ខ្ញុំជឿថាលើលោកនេះគ្មានគ្រូយាយណាដែលមានចិត្តធម៌ដូចជាលោកយាយម្នាក់នេះទេគាត់គឺជាមនុស្សម្នាក់គាត់ដែលធ្វើឲ្យមានសន្តិភាពឡើងវិញ អត់ណាត្រូវហើយ ត្រូវតែគួរឲ្យស្ដាយណាស់គាត់បែរជាទៅពឹងលើបិសាចម្នាក់បិសាចនោះគឺជាប្តីរបស់គាត់បិសាចនោះមិនត្រឹមតែគ្រប់គ្រងគាត់ទេសូម្បីតែកូនរបស់គាត់ក៏បិសាចនេះគ្រប់គ្រងទាំងអស់ដែរ គ្រួសារហ្វាំងលោកពិតជាអស់ចាប់មែនឃើញទេពីមុនលក់11ពេញសវឹងល្បីទាំងផ្លូវតូចផ្លូវធំជាង10ឆ្នាំមុននេះវិលមកលក់កណាត់វិញនៅតែជាកន្លែងដែលលក់កណាត់ប្រភេទច្រើនស្អាតជាងគេនិងល្អជាងគេទៀតខ្ញុំសូមសរសើរពួកលោកហើយណា តកែយ៉ាងសរសើរពេកហើយបើគ្មានតកែយ៉ាងទីនោះពួកខ្ញុំមិនទាំងអាចមានការរកស៊ីច្រើនបែបនេះទេលោកតកែយ៉ាងបើលោកមកទិញលោកទៅកន្លែងផ្សេងពីទៅ ណែចាប់តាំងពីលោកស្រីហ្វាំងរហូតដល់លោកម្ចាស់ហ្វាំងរហូតដល់ចំនួនឯងរកស៊ីជាមួយយើងពឹងនៅលើការគម្រាមកំហែងលើកនេះយើងលែងជឿអ្វីដែរឯទៀតហើយណាហើយចុះ លោកតកែយ៉ាងលោកនិយាយអញ្ចឹងខុសហើយលោកមិនគួរធ្វើបាបកូនខ្ញុំដល់ម្លឹងទេ ហើយមិនមែនធ្វើបាបទេគឺឆ្លងកាត់ច្រើនឆ្នាំបែបនេះខ្ញុំឆ្អាតជាងមុនទៅទៀត បានបើលោកមិនទិញទេទៅវិញទៅ មិនទិញគឺមិនទិញហើយខ្លាំងណាស់ទៅហើយលាសិនហើយ អេណែតកែយ៉ាង លោកម្ចាស់ហ្វាំង លោកគ្រាន់បើមែនពិតជាអស្ចារ្យណាស់អ្វីដែរឥឡូវនេះគ្រាន់បើជាមុនឆ្ងាយហើយឥឡូវថយម្នាក់វិជ្ជាភៀនលោកនឹងលបងបានផ្ដាំហើយហ៎ អរគុណលោកម្ចាស់ហ្វាំងហើយណា គេជាកូនរបស់ខ្ញុំថ្ងៃក្រោយសូមលោកជួយណែនាំផងនៅក្មេងអញ្ចឹងរស់ស៊ីខ្វះខាតច្រើនណាស់ប៉ុន្តែគេក៏ដូចខ្ញុំខ្លាចដែរ បើលោកមិនយល់ទាស់ទេសូមចេញអង្គុយចុះសិនមក ក្នុងចិត្តគេទាំងពីរនាក់មានតែការរកស៊ីគ្មានស្នេហាយុត្តិធម៌ ទៅថ្ងៃក្រោយ មានទទួលខុសត្រូវក្នុងសង្គមគ្នាមនុស្សយើងរស់នៅលើលោកនេះតើដើម្បីអ្វីឬដើម្បីតែរកស៊ីចំណេញប្រាក់ទេហេតុអីខ្ញុំស្នេហាយុត្តិធម៌ឆ្លាតវាងវៃរូបរាងសង្ហាបែរជាមានឪពុកបែបនេះទៅវិញហេតុអីទៅខ្ញុំពិតជាមិនយល់សោះ អូការពិតបងនិយាយខ្លួនឯងតើអញ្ចឹងបានជាបងចាក់ចេញពីផ្ទះបងកើតមកគឺសម្រាប់ធ្វើកិច្ចការធំ អគុណឆ្កែឯងនិយាយត្រូវយើងមិនធ្វើកិច្ចការធំខ្ញុំមិនអាចឲ្យគ្រូសាននេះបំផ្លាញឧត្តមកតិខ្ញុំទេធ្វើបើខ្ញុំនឹកម៉ែខ្ញុំមែនប៉ុន្តែខ្ញុំគ្មានជួបបាយទេមានមនុស្សមកហើយឆាប់កិច្ចឆាប់ចង់រត់ទៅណាទីទៅផ្ទះវិញ មើលខាងក្រោយខ្នង នេះអាកូនម៉ាញ់ល្បិចនេះកូនឯងប្រាយច្រើនដងហើយរត់ល្បិចផ្សេងបានដែរទី ខ្ញុំអត់និយាយកុហកទេមើលខាងក្រោយខ្នងមើលខាងក្រោយខ្នងម៉ែហ្នឹងមើលណនៅខាងក្រោយខ្នងចាប់រត់បងជួយផង
ហេចាំមើលឯរតនា អលិតហ៊ានទេអលិតឯងនេះហ៊ានប្រាស្និតជើងសេះសក់មកតត់យើងផង លេងខ្ញុំលេងខ្ញុំលេងខ្ញុំ នៅមិនក្រោកទៀតទេ ក្រោកឡើង ក្រោកឡើងឆាប់ ចាប់ឡើងសម្ដែងល្ខោន ក្រោកឡើង ឡើង នេះចង់គេទៅចង់ឲ្យមកបន្តិចចង់ទៅ តា ចង់គេចប់ ឲ្យចាប់ឡើងទៅពួកឯងកំពុងចាំនេះ អេងក្អាងហ៎ អូតត ទៅ ឲ្យឆាប់ ដើ ឡើង រទៅ អាកូនសំគីឯងជឿថាម៉ែហ៊ានវាយអីដែរទេហើយ ទៅ ចូលមក ទៅលឿន ចូលមកលុបប្តីអូនចាប់ស៊ីអ៊ីត្រឡប់មកវិញហើយអាចឆាប់ឡើងដុតជង្គង់តាំងលុបជង្គង់ ចាប់វាមកវិញធ្វើអីសាច់ទៅវាចុះ លុបប្តីបងខឹងវានោះត្រូវហើយចៃវាតាំងចៃវាឲ្យដូចឆ្កែដូចឆ្មាតាំង យកលមួយឆ្កែមកចាក់ក៏បានដែរចំសៀតពេកហី ហេកំពុងតែរៀនអក្សរឲ្យកូនសម្លាញ់អេជឿហួយមើលម៉ែដូចព្រឹត្តភ្នែក សឺអ៊ីងចាប់ពីថ្ងៃនេះតាំងហ្វាំងតែយើងផ្ដាច់ការតាក់ទងរវាងឪពុកនិងកូនជាមួយអញហើយហើយក ូនសម្លាញ់ដាច់ធំតាមលេះដាច់តំណែងតំណងហ៎ ចាត់ទុកថាខ្ញុំអត់មានកូនដូចវាទៅចុះ មិនក៏មិនសំទៅសុំទៅតាកូនចង្រៃ ល្អណាស់ខ្ញុំឥឡូវមិនមានជំនួសក្នុងគ្រួសារហ្វាងទេលេងខ្ញុំទៅ ហ៊ាននិយាយទៀត មិនក៏មិនសុំទូទៅចំសៀតសុំទូ មិនក៏មិនចាប់សុំទៅភ្លាមតាំង អត់ទេខ្ញុំបានធ្វើអីខុសទេគឺអ្នកទាំងអស់គ្នាវាយអាកូមុនខ្ញុំទៅសងសឹករកខុសត្រូវវា អញនេះហ៊ាននិយាយទៀតអញវាយដល់តែ3ពពុះមាត់នៅតែថាយុទ្ធធរទៀតហ៎អត់ទៅឲ្យអីមករៀនសូត្រអញវិញមិនត្រឹមតែមិនមកទេថែមទាំងហ៊ានទុកសបុតថាគ្រួសារនេះមិនយកចិត្តឯងទៀតអញ្ចឹងយើងវាយឯងណែទុកថាដើម្បីយុទ្ធធរតើបានដែរទេ បានពីប្រយោជន៍គ្មានកូននេះទេវាយវាងត់តែម្ដងតាំង ហ៎មិនដល់ម្លឹងទៀតដឹងអី យកពីនៃគ្រួសារមក ចា ហើយបានហើយវិញនេះគ្រួសារថ្ងៃនេះត្រូវតែសម្លាប់ឯងចឹងរំគៀតតែម្ដង អញ្ចឹងយើងវាយវាងាប់ហើយចាប់គុកជាមួយគ្នាទៅ ជួយទៅយើង ងាប់ទៅងាប់ទៅ វាយវាងត់តែម្ដងវាយវាងត់ទៅចាំមកត្រង់បានដែរ ងាប់ទៅងាប់ទៅងាប់ទៅវាយវាងាប់ទៅវាយវាងាប់ទៅ កូនចង្រៃ ងាប់ទៅ ចង្រៃយូ ងាប់ទៅ ទៅមានតាមម៉ែអី ងាប់ទៅ កូនចង្រៃងាប់តែកូនចង្រៃ ងាប់ទៅ អញត្រង់លេខឡើងហើយមែនទេ មិនក៏វាយលេងអញ្ចឹងវាយមែនទេទៅ អូយឈឺណាស់អូយ ម៉ែបែបមែនទេហើយណាងាប់តែកូនចង្រៃ ហើយក៏មិនទោសជឿអត់សមណាបាច់ទៅ បាយអីបាយអីងាប់អញនឹកបានរឿងទៀតទេបាយអីងាប់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  ល្មមអានអូឈាម មែន ពិតមែនណា អាកូនគ្មានម៉ែបដាយបាយអីងាប់ ឈប់សិនពុកទុកឱកាសអីម្ដងទៀតថ្ងៃស្អែកត្រូវតែត្រឡប់ទៅរៀនវិញ កូនសម្លាញ់ដាំកូនឈឺណាស់មែនទេហើយ មិនអីទេគ្រាន់តែចិត្តងាប់ លុបដៃទុយអូនវិញ ថ្ងៃនេះអូនដូចជាមានអារម្មណ៍ល្អណាស់ណា លុបដៃអូនក៏មិនដឹងថាហេតុអីដែរថ្ងៃនេះបងដូចជាសង្ហានណាធ្វើឲ្យបេះដូងអូនលុតឌុកដាក់តែម្ដងណាពិតមែនណា ត្រូវហើយលុតរុកដាក់មនុស្សដែលមិនទាន់ស្លាប់បេះដូងគឺលោតចឹងហើយ លុបដៃយើងដូចជាខានយូរណាស់ហើយណាមកអូនជួយដាក់អាង កុំអី អត់ទេលុបដៃ បងមានន័យថាថ្ងៃនេះបងដូចជាគ្មានអារម្មណ៍ទេ លុបដៃអូនដឹងថាបងថ្ងៃនេះមានអារម្មណ៍មិនល្អប៉ុន្តែបងក៏មិនត្រូវវាយកូនឲ្យកូនស្លាប់ដែរណាអូនជឿថាថ្ងៃក្រោយវាច្បាស់ជាស្ដាប់បង្គាប់មកខាន អូនគិតអញ្ចឹងមែនហើយ អូនវាយវាឡើងចង់ធ្លាក់ចេះមែនណាបងស្មានតែខ្លាំងខ្លាយហីមនុស្សម្នាងបើទទួលការស្លាប់រូបបែបនេះហើយច្បាស់ជាកាយមិនខាន ប្រកាសជាមិនមែនទេតែអូនធ្លាប់ដឹងទេមនុស្សដោយសារតែឧស្សាហ៍ពិចារណាពីកំហុសខ្លួនឯងហើយយល់ថាអ្វីៗពីមុនធ្វើខុស
ទៅព្រមកែខ្លួនអូនយល់ថាវាទៅដបងប៉ុណ្ណឹងវាអាចភ្ញាក់រលឹកឡើងវិញ អាចប្រកាសជាអាចលោកប្តីបងជឿអូនទៅថ្ងៃក្រោយអូននឹងការពារវាអូននឹងមើលវាបាន ដោយហេតុនេះហើយបានជាបងបារម្ភនឹងណា មានន័យថាម៉េចហ្នឹងបងចាំបន្តអូនថាអូនមិនដោយកូនឲ្យខូចមែនទេ មកពីអូនតម្រើសវាពេក បងចង់ថែអូនតម្រើសកូនឡើងខូចបានជាវាលេងស្ដាប់បង្គាំដល់ពួកយើងទាំងពីរមែនទេ អូពាក្យនេះអូននិយាយត្រូវហើយ បងចង់ថាស៊ឺអ៊ីរៀនចំណុចល្អតាមអូនមែនទេគេក្អេងក្អាងមិនស្ដាប់សម្ដីគេតាមមែនទេ ប្រកាសហើយ បងចង់យល់ថាអូនមិនសមធ្វើជាម្ដាយវា ប្រកាសជា ណែฟังទៅបងកុំចង់ទម្លាក់កំហុសមកលើអូនណាយប់នេះយើងត្រូវតែនិយាយច្បាស់លាស់លោកធ្វើអីលោកដែរក្នុងនឹងធ្វើ អូ អី នត្រូវដឹង ឈើយកលិខិតមកផ្លាច់អូននេះអូនត្រូវបងយកលិខិតលេងលះមកផ្លាច់អូនអត់10ឆ្នាំទៅហើយអូនមិនខ្លាចទៀតទេ ជាង10ឆ្នាំមកនេះបងដាក់វានៅកន្លែងអាត់កបៅមួយតើអូនដឹងទេ អូនមិនដឹងទេបើខ្លាំងយកចេញមក បងនឹងយកចេញមក កុំយកអូនចាញ់ហើយកុំលេងលះអីហ្នឹង អូនដឹងគួរធ្វើយ៉ាងម៉េចហើយ ចោលរឿងអីយប់នេះ មិនបានទេគ្រួសារមានវិន័យឲ្យលើឡើង វិន័យគ្រួសារទី1ធ្វើជាប្រពន្ធមិនអាចតមាត់ជាមួយប្តីមិនអាចទៅចែកជាមួយប្តីបានទេ តរួចទៅហើយ ហើយក៏វិន័យទី2ត្រូវតែស្ដាប់បង្គាប់ប្តីប្តីនិយាយពីអ្វីគេត្រូវតែស្ដាប់ កុំឲ្យលឺពេកបើលឺពេកអញ្ចឹងបងដេកបីលក់ទៅ បើសិនជាល្មើប្តីមានសិទ្ធិលេងប្រពន្ធ និយាយតិចពេកហើយមិនលឺសំឡេងទេ វិន័យគ្រួសារបើសិនជាប្រពន្ធតមាត់ប្តីប្តីមានសិទ្ធិលេងប្រពន្ធចោលហើយបើសិនជាប្រពន្ធមិនអាចបដាកូនឲ្យបានល្អទេក៏ប្តីមានសិទ្ធិលេងប្រពន្ធចោលដែរហើយនិយាយអ្វីក៏ដោយគឺត្រូវតែមានហេតុផលបើមិនចឹងទេប្តីមានសិទ្ធិលេងប្រពន្ធចោលហើយវិន័យទី5 អូយឈឺណាស់ឈឺណាស់អូយឈឺណាស់ បានហើយកុំភ្លេចលើពេកនេះប្រយ័ត្នកភ័យស្លាប់ ខ្ញុំដឹងមិនឲ្យឪពុកដឹងថាខ្ញុំនៅត្រាំស្រាទេត្រាំតាំងពីតូចរហូតដល់ធំគាត់ល្ងងណាស់គាត់មិនដឹងទេ សុំឲ្យថ្ងៃក្រោយកូនធ្វើឲ្យពុកខឹងទៅបានហើយអញឧស្សាហ៍ទៅក្រៅបង្ករឿងច្រើនឯងដឹងតែគេហៅឯងស្អីទេហៅថាស្ដេចកាញ់តាផ្លូវពុកមិនចូលចិត្តឯងបង្ករឿងទេ គាត់មិនចូលចិត្តខ្ញុំគ្មានអីចម្លែកទេ គាត់ជាឪពុកឯងមិនក៏គាត់មិនស្រឡាញ់ឯងប្រាប់ឯងតាមត្រង់ទៅចុះការពិតគាត់ស្រឡាញ់ឯងជាងយើងទៅទៀតឯងដឹងទេ អាយ៉ាលបងគាត់តែលបងចិត្តនិយាយទៅរួចលបងខំប្រឹងប្រែងរកស៊ីរៀនរកស៊ីជាមួយគាត់បើគាត់មិនស្រឡាញ់បងទៅស្រឡាញ់អ្នកណាស្រឡាញ់ខ្ញុំហ៎ខ្ញុំជាកូនបំផ្លាញគ្រួសារណា ខ្ញុំនឹងឯងឪពុកតែមួយគឺមិនដាច់ឲ្យខ្លួន អាយូយកុំធ្ងន់ដៃពេក ពុកក៏លែងម្ដាយខ្ញុំហើយទៅមកយកម្ដាយឯងអានិយាយទៅមើលគាត់ស្រឡាញ់ម្ដាយឯងជាឬមួយក៏ស្រឡាញ់ម្ដាយខ្ញុំជា ប្រកាសជាហួហើយហួគួរឲ្យស្រឡាញ់ ត្រូវហើយនេះគឺស្រឡាញ់មេអំពីកូនពុកប្រកាសជាស្រឡាញ់ឯងជាខ្ញុំទៅទៀតណា ឈឺណាស់លបងឈប់ឈឺ បើអញ្ចឹងថ្ងៃក្រោយកុំធ្វើឲ្យពុកខឹងទៀតទាំងទេត្រូវតែចាំកូនប្រុសដើមទ្រូង5ហាត់ហ៊ាននិយាយគឺហ៊ានធ្វើ គ្រប់ពាក្យសច្ចៈ ដូចគ្នាទេ ស៊ឺអ៊ីគឺម៉ែណា ហួម៉ែ ហួ ហួស្អី5ឆ្នាំទៅ5ឆ្នាំនេះបាច់ទៅហើយ សំថ្នាំរឿយហើយរបួសនេះចាប់ជាតិទេតើពុកគេហើយណាបើអញ្ចឹងម៉ែយាមស្អីទៅខ្ញុំទៅកាយយាម ម៉ែអរគុណហើយណា កុំនិយាយលើពេកណា ខ្ញុំដឹងហើយលបងអូយហួ អីចឹងមិនក៏របួសដល់ថ្នាក់នេះនោះ ហួមិនក៏ធ្ងន់ដៃម៉ែចង់សម្លាប់ខ្ញុំម៉ែ ប៉ុន្តែម៉ែបន្ធូរដៃហើយប៉ុន្តែលើកនេះឪពុកឯងខឹងរហូតដល់ថ្នាក់ចង់ផ្ដាច់តាក់ទងជាមួយឯងបើម៉ែវាយធ្ងន់ដៃបន្ទិញប្រហែលជាគាត់ជាងឯងនឹងក៏ចឹងដែរសំណាងឲ្យតាំងពីតូចម៉ែឲ្យឯង5ឆ្នាំបើមិនចឹងទេសាច់ឯងច្បាស់ជាពោខ្ទេចហើយ ទាំងអស់គ្នាពិតជាពូកែមែនដឹងតែខ្ញុំមានថ្ងៃនេះ លោកប្រកាសហើយនឹកឃើញការឯងនៅពីតូចនៅក្នុងផ្ទះបាយម៉ែបានធ្វើស្រាថ្នាំមួយកន្តិនហើយក៏លួចពួកឯងចេញទៅខ្លាចឪពុកឯងឃើញកាលពីមុនឪពុកឯងកាចខ្លាំងណាស់កាលពីលើកមុនឪពុកឯងនិយាយថាបើសិនជាឯងនេះធ្វើអំពើអាក្រក់ហើយមិនស្ដាប់បង្គាប់នោះគាត់ច្បាស់ច្បាស់ឯងឲ្យស្លាប់មិនលើកលែងឯងទេឯងដឹងទេនៅពេលនោះម៉ែបារម្ភខ្លាំងណាស់ក្រោយពេលដែលសម្រាប់ឯងហើយខ្លាចឆ្នាំពេកក៏យកឯងទៅត្រាំក្នុងស្រះរួចឲ្យលួចបង្ហាត់វិជាគុណដល់ឯងដើម្បីឯងឆ្អឹងដៃស្បែកស្ពាន់ព្រោះខ្លាចឪពុកឯងបែកដល់ឯងដល់ពេលនោះគឺស្បែកឯងវាមិនសូវឈឺ ទម្រាំដល់ពេលនោះម៉ែប្រកាសជាចាស់ជរាចំណែកពុកវិញដៃជើងក៏យឺតចង់វាយខ្ញុំឲ្យស្លាប់ហ៎មានតែវាយខ្លួនគាត់ឲ្យស្លាប់ទេ កុំនិយាយតែផ្ដាស់នោះ
ប៉ុន្តែឯងមិនយល់ទេនិយាយយ៉ាងណាក៏មិនយល់ដែរ អូយឈប់និយាយពីរឿងពុកទៅបានទេខ្ញុំអបសុកណាអេនិយាយពីរឿងបុប្ផាផ្ដាច់ជីវិតវិញទៅ មានអីលើកមុនមកនិយាយដល់ណា បុប្ផាផ្ដាច់ជីវិតបានចូលសម្បុកចោល អើមែនហើយនេះក្រោយពេលដែលបុប្ផាផ្ដាច់ព្រលឹងចូលសម្បុកចោលទៅដឹងថាពួកចោលនោះគឺការសាហាវសម្បើមណាស់ហើយម្នាក់ៗយឺតទៅសល់ក្នុងបកាយទៀតផងពួកវាគឺចង់លេបបុប្ផាផ្ដាច់ព្រលឹងទាំងរួមតែបុប្ផាផ្ដាច់ព្រលឹងមិនមែនល្បីតែឈ្មោះនោះទេក្រៅពីមានរូបស្អាតគឺមានវិជ្ជាគុណខ្លាំងបកាយហើយសាហាវទៀតផងហើយស្នេហ៍របស់ពួកគេកាន់តែអស្ចារ្យសិស្សប្អូនរបស់គេប្រើជើងទម្លុះបេះដូងឯសិស្សច្បងវិញប្រើកណ្ដាប់ដៃផ្ដាច់ជីវិតពួកគេគ្រាន់តែ5មួយស្និតទេត្រូវវាយពួកនោះស្លាប់អស់មិនចេះតិចអ្នកណា អើយហូហួខ្ញុំចង់ទៅរៀនទេសាលានេះគួរស្អប់ណាស់អត់ស្រីស្អាតផង នេះកូនណានៅទីនេះល្បីណាស់សាលានេះណាអត់តែណាបានចូលមកកន្លែងនេះគឺមានឈ្មោះល្បីទាំងអស់គ្នានឹងមនុស្សគ្រប់រូបឆ្លងកាត់ការប្រឡងជាច្រើនសាហាវតែគ្មានអ្នកណាគេឆ្លៀវវៃដូចជាកូនចឹងនោះទេណា សុខសប្បាយទេបងមិនថ្ងៃនេះបាត់មុខបាត់មាត់ វ៉ាតើនេះជាសាលាស្អីទៅប៉ុណ្ណឹងក៏ពិន័យដែរអត់រៀនទេ អី អ ចូលតាំង ជាផ្លែអូយធ្វើអី 不懂得去愛人，不懂得氹你開心，是精彩的配襯，年青的都勇敢。